ដំបូលដែលត្រូវបំផុតនោះគឺដំបូលបែបអណ្ដើកខ្មៅព្រោះផ្ទះយើងបើតាមក្បួនហុងស៊ុយយើងដឹងហើយបាទចូលទៅចូលពីមុខមកខាងមុខគឺហង្សខាងក្រោយគឺអណ្ដើកនេះសំដៅគឺអណ្ដើកខ្មៅនឹងឯងអ្វីដែលជាគោលការណ៍ដំបូលរបស់អណ្ដើកខ្មៅនោះគឺមានលក្ខណៈពិសេសដែលយើងក៏បីដឹងលក្ខណៈពិសេសរបស់ដំបូលអណ្ដើកខ្មៅជាដំបូលដែលត្រូវហុងស៊ុយជាងគេបំផុតនោះគឺមានលក្ខណៈដូចនេះថាទី1យើងធ្វើម៉េចឲ្យដំបូលហ្នឹងបាទភ្លៀងមកបាទទឹកធ្លាក់បន្តទៅមុខចឹងបាទឲ្យបានច្រើនជាអតិបរមាទី2ដំបូលនៅខ្មៅនេះបាទយើងនឹងថាស្នូកដៅវារៀងចឹងបាទវារៀងខ្ពស់ខាងក្រោយហើយទៀតទៅមុខចឹងបាទស្នូកដៅខ្មៅនេះប្រៀបដូចជាភ្នំបាទប្រៀបដូចជាភ្នំនេះកំពូលភ្នំចង្កេះភ្នំហើយនឹងជើងភ្នំមានន័យថាខាងក្រោយនេះខ្ពស់ខាងមុខទៀតជាបន្តហើយខាងមុខត្នេះគឺយើងហៅថាក្បាលអណ្ដើកយើងធ្វើក្បាលអណ្ដើកធ្វើប៉រ៉េទៅដែរបាទហើយផ្ទះហ្នឹងបាទមួយជាន់ពីរជាន់បីជាន់ក្តីបើយើងចង់ធ្វើដំបូលឲ្យត្រូវគឺបាទទម្រង់បែបនេះឯងទី3លក្ខណៈសំខាន់នៃដំបូលអណ្ដើកខ្មៅគឺមុំនេះបាទមុំនេះហើយនឹងមុំនេះបាទ35អង្សាបាទ35អង្សា35អង្សាបាទអានេះបូកគ្នា70បាទ180ដក70នៅសល់បាទ110អង្សាទៅដែរបាទនេះលក្ខណៈពិសេសនៃដំបូលអណ្ដើកខ្មៅបាទគឺសំខាន់ណាស់ដំបូលនេះបាទជាដំបូលប៉ាត់មិនមែនជាដំបូលហោជាងដែលមានហោជាងឈរនៅសងខាងនៅពីមុខនៅពីក្រោយនោះទេបាទជាដំបូលប៉ាត់ហើយផ្នែកខាងមុខដែលធ្លាក់ជាថ្នាក់នេះបានមិនសំខាន់ថាទាំងអស់គ្នាធ្វើម៉ូតធ្វើម៉ាអីយ៉ាងម៉េចទេសំខាន់កុំឲ្យមានហោជាងអក្សរ A ឈរនៅពីខាងមុខហើយទឹកធ្លាក់តគ្នាយ៉ាងដូចនេះហើយជាលក្ខណៈពិសេសរបស់ដំបូលហុងស៊ុយអណ្ដើកខ្មៅមានរាសីខ្ពស់មានជោគមានជ័យក៏ធ្វើឲ្យអ្នករស់នៅនឹងឆ្លាតបាទគឺរកលុយបានច្រើនហើយតែឆ្លាតគឺមានជោគជតារាសីបាទធ្វើការងារបានធ្វើជាមេគេបានធ្វើធំ